ការលបួងគឺជាអ្វីដែលមនុស្សគ្រប់រូបជួបប្រទះសូម្បីតែព្រះយេស៊ូវទ្រង់ផ្ទាល់ការលបួងមានន័យថាអ្នកចង់ធ្វើអ្វីមួយដែលអ្នកដឹងហើយថាខុសអារ្យព្យាយាមទាញយើងចេញពីព្រះប៉ុន្តែព្រះប្រទានឲ្យយើងមានកម្លាំងដើម្បីឈរយ៉ាងរឹងមាំត្បិតគ្មានសេចក្តីល្បួងណាកើតដល់អ្នករាល់គ្នាក្រៅពីសេចក្តីល្បួងដែលត្រូវខាងមនុស្សលោកទេរីឯព្រះទ្រង់ក៏ស្មោះត្រង់ដែរទ្រង់មិនអោយកើតមានសេចក្តីល្បួងហួសកម្លាំងអ្នករាល់គ្នាឡើយគឺនៅវេលាណាដែលត្រូវល្បួងនោះទ្រង់ក៏រៀបផ្លូវឲ្យជិះរួចដើម្បីឲ្យអ្នករាល់គ្នាអាចនឹងទ្រាំបានព្រះយេស៊ូវក៏ត្រូវបានល្បួងដែរអារ្យបានល្បួងព្រះយេស៊ូវនៅទីរហោស្ថានប៉ុន្តែព្រះយេស៊ូវបានវាយតបវិញនឹងព្រះបន្ទូលរបស់ព្រះគ្រានោះព្រះវិញ្ញាណក៏នាំព្រះយេស៊ូវទៅឯទីរហោស្ថានដើម្បីឲ្យត្រូវអារ្យល្បួងកាលទ្រង់បានតម40ថ្ងៃ40យប់ហើយក្រោយមកទ្រង់ឃ្លានរួចមេល្បួងក៏មកទូលទ្រង់ថាបើអ្នកជាព្រះរាជបុត្រានៃព្រះមែនចូលបង្គាប់ឲ្យថ្មទាំងនេះត្រឡប់ជានំប៉័ងទៅតែទ្រង់មានព្រះបន្ទូលតបថាមានសេចក្តីចែងទុកមកដូច្នេះមនុស្សមិនមែនរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេគឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះអស់ព្រះមកដែរតើអ្នកទប់ទល់នឹងការលបួងដោយរបៀបណាព្រះយេស៊ូវបានឆ្លើយតបនឹងការលបួងជាមួយនឹងបទគម្ពីរចូលឲ្យរត់ពីសេចក្តីស្រើបស្រាលរបស់ក្មេងៗចេញហើយដេញតាមសេចក្តីសុចរិតសេចក្តីជំនឿសេចក្តីស្រឡាញ់និងសេចក្តីមេត្រីជាមួយនឹងអស់អ្នកដែលអំពាវនាវដល់ព្រះអង្គម្ចាស់អំពីចិត្តដ៏បរិសុទ្ធវិញសូមជំនួយចែករំលែកការតស៊ូរបស់អ្នកជាមួយមិត្តម្នាក់អធិដ្ឋានសម្រាប់កម្លាំងសូមគំនុំយើងខ្ញុំទៅក្នុងសេចក្តីល្បួងឡើយតែសូមប្រោសឲ្យយើងខ្ញុំរួចពីសេចក្តីអាក្រក់វិញបិទរាជព្រះចេស្តានិងសេរីល្អរបស់ផងទ្រង់នៅអស់កលជានិច្ចអាមែន